ជំរាបសួរនិងសួស្តីបងប្អូនអរគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបភ្ជាប់គម្រោងថ្មីរបស់ Cell Card គឺគម្រោង Cell Card AO Mobile 5G ដែល $1.5 គឺយើងអាចដូរបានទិន្នន័យចំនួន 20GB បូកជាមួយនឹងនាទីសម្រាប់ការហៅចេញក្នុងប្រព័ន្ធចំនួន 100 នាទីនិងសារ SMS ចំនួន 100 សារសម្រាប់ការផ្ញើសារក្នុងប្រព័ន្ធផងដែរអញ្ចឹង $1.5 ដូរបាន 20GB នេះគឺល្មមប្រើមួយអាទិត្យយើងអាចថាយើងប្រើគ្រាន់ណាបាទបើពីមុន $1.5 ហ្នឹងយើងដូរបានតែ 15GB ទេបាទតោះអញ្ចឹងយើងមកដឹងពីរបៀបភ្ជាប់គម្រោងថ្មីនឹងទាំងអស់គ្នាតែម្ដងជំហានដំបូងបងប្អូនចុចចូលកន្លែងខលទូរស័ព្ទរបស់យើងមកបាទអញ្ចឹងមុននឹងយើងអាចភ្ជាប់គម្រោងថ្មីនឹងបានតើតើយើងផ្ដាច់គម្រោងអាចាស់របស់យើងសិនឧទាហរណ៍ថាយើងភ្ជាប់គម្រោង Cell Card សេរីឬក៏ Cell Card Time to Rise យើងត្រូវផ្ដាច់គម្រោងចាស់របស់យើងនឹងជាមុនសិនហើយសម្រាប់ការផ្ដាច់គម្រោងចាស់នឹងដែរបើសិនជាលេខរបស់យើងអស់សុពលភាពឬក៏លុយដែលយើងបញ្ចូលវាអស់សុពលភាពគឺយើងអាចផ្ដាច់គម្រោងចាស់នឹងបានទេអញ្ចឹងចំពោះកន្លែងនៅសុពលភាពឬក៏អស់សុពលភាពនេះបើសិនជាបងប្អូនអត់យល់ទេខ្ញុំសូមបង្ហាញឲ្យបងប្អូនដឹងតែម្ដងរបៀបឆែកមើលថាតើវានៅសុពលភាពវាម៉េចអស់សុពលភាពវាម៉េចអូខេអញ្ចឹងយើងចុចឆែកលុយធម្មតាមកកាយ1201ទ្រង់ជ្រុកហើយយើងចុចបញ្ជូនមកអូខេអញ្ចឹងចំណុចដែលយើងអាចដឹងថាលេខរបស់យើងវានៅសុពលភាពឬក៏អស់សុពលភាពវាស្ថិតនៅលើត្រង់កន្លែងនេះបាទកន្លែងចំនួនលុយនេះបើសិនជាវានៅបង្ហាញចំនួនលុយនៅឡើយទេអានឹងបានន័យថាលេខរបស់យើងវានៅសុពលភាពនៅឡើយទេប៉ុន្តែបើសិនជាឆែកមកវាអត់ឃើញចំនួនលុយនៅកន្លែងនេះទេបានន័យថាលេខរបស់យើងវាផុតសុពលភាពហើយបាទឬក៏លុយរបស់យើងនឹងវាអស់សុពលភាពហើយបាទហើយចំនួនលុយកន្លែងហ្នឹងទោះបីជាវាលោត00ក៏ដោយប៉ុន្តែឲ្យតែវាលោតចំនួនលុយកន្លែងហ្នឹងគឺបានន័យថាវានៅសុពលភាពហើយអញ្ចឹងខ្ញុំបញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់ក៏លោបងប្អូនអត់យល់ណាអូខេអញ្ចឹងបន្ទាប់ពីយើងឆែកមើលលេខរបស់យើងវានៅសុពលភាពឬក៏ផុតសុពលភាពហើយជំហានបន្ទាប់ទៀតយើងត្រូវផ្ដាច់គម្រោងអាចាស់របស់យើងសិនពេលដែលយើងឆែកមិញហ្នឹងយើងឃើញថាលេខរបស់យើងវានៅសុពលភាពអាហ្នឹងអូខេយើងធ្វើតាមជំហានបន្ទាប់ទៀតគឺយើងត្រូវផ្ដាច់គម្រោងអាចាស់អញ្ចឹងសម្រាប់របៀបផ្ដាច់គម្រោងអាចាស់ខ្ញុំសូមបង្ហាញបងប្អូនដូចគ្នាសម្រាប់របៀបផ្ដាច់គម្រោងចាស់ដូចជាគម្រោង Time to Rise ឬក៏គម្រោង Cell Card សេរីជាដើមហ្នឹងបងប្អូនចុចនេះចុចផ្កាយ1200ទ្រង់ជ្រុកមកហើយយើងចុចបញ្ជូនបាទបើមិនយើងចុចលេខកូដផ្សេងគឺវាអត់ដាច់ទេហ្នឹងណាបាទបើកាលមុនយើងអាចចុចដាច់បានអូខេអញ្ចឹងកន្លែងនេះសម្រាប់ iPhone យើងត្រូវចុចពាក្យថា reply នេះប៉ុន្តែសម្រាប់ទូរស័ព្ទដៃប្រភេទ Android វាមាន load កឡោនមួយឲ្យយើងសរសេរនៅក្នុងកឡោនហ្នឹងអញ្ចឹងយើងគ្រាន់តែចុចកឡោនហ្នឹងទៅហើយយើងសរសេរមកសរសេរលេខ1ណាបាទសម្រាប់ iPhone យើងចុចពាក្យថា reply នេះមកហើយយើងចុចលេខ1បាទរើសភាសាខ្មែរណាបន្តមកទៀតសម្រាប់ iPhone យើងចុច reply ទៀតហើយសម្រាប់ Android យើងចុចពាក្យថា send ជាភាសាអង់គ្លេសហើយភាសាខ្មែរគេដាក់ថាផ្ញើអញ្ចឹងណាបាទអូខេអញ្ចឹងទូរស័ព្ទរបស់ខ្ញុំគឺ iPhone ខ្ញុំចុច reply អញ្ចឹងបន្តមកទៀតយើងធ្វើដដែលមកសម្រាប់ iPhone យើងត្រូវចុចពាក្យថា reply នេះបានយើងអាចសរសេរលេខបានហើយសម្រាប់ Android យើងចុចអាកឡោនមួយហ្នឹងយើងចុចក្នុងប្រអប់របស់គេហ្នឹងហើយយើងសរសេរធម្មតាមកបាទអញ្ចឹងខ្ញុំចុច reply ហើយយើងចុចយកលេខ2មកបាទលេខរឿងទី2នេះស្នើសុំផ្ដាច់គម្រោងទាំងអស់បាទអញ្ចឹងចុចលេខ2ហើយចុច reply មកបន្តមកទៀតកន្លែងនេះសេវាកម្មដែលយើងត្រូវផ្ដាច់គឺសេវាកម្មទូរស័ព្ទនេះដែលនៅក្នុងសេវាកម្មទូរស័ព្ទហ្នឹងវាមានជាប់គម្រោងCell Card Time to Rise ឬក៏ Cell Card សេរីណាបាទអញ្ចឹងយើងត្រូវផ្ដាច់គម្រោងសេវាកម្មទូរស័ព្ទនេះអញ្ចឹងយើងចុច reply ចុចលេខ2មកបាទអូខេចុចលេខ2ហើយយើងចុច reply បន្តទៀតអូខេមកដល់កន្លែងនេះយើងចុច reply ទៀតមកដើម្បីសរសេរលេខ1បាទលេខ1ហ្នឹងបានន័យថាយើងបញ្ជាក់ថាយើងពិតជាចង់ផ្ដាច់សេវាកម្មទូរស័ព្ទហ្នឹងមែនបាទអញ្ចឹងយើងចុចលេខ1មកបាទបន្តមកទៀតយើងចុច reply បាទចុច reply តែប៉ុណ្្នឹងទៅគឺវានឹងផ្ដាច់ហើយគម្រោង Cell Card សេរីឬក៏គម្រោង Cell Card Time to Rise ណាបាទប៉ុន្តែសម្រាប់ខ្ញុំអត់ផ្ដាច់ទេបាទខ្ញុំចុចបិទចោលអញ្ចឹងបន្ទាប់ពីយើងចុចលេខ1មិញហើយយើងចុចបញ្ជូនរួច
ខាងក្រុមហ៊ុននឹងធ្វើការផ្ញើសារបញ្ជាក់ថាយើងបានផ្ដាច់សេវាកម្មអីខ្លះអញ្ចឹងណាផ្ដាច់បានឬក៏អត់អូខេអញ្ចឹងជំហានបន្តទៀតយើងគ្រាន់តែបញ្ចូលលុយចំនួន $1.5 មកបាទអាកាស6000យើងហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចថាយើងត្រូវផ្ដាច់គម្រោងអាចាស់ជាមុនសិនចាំយើងបញ្ចូលលុយអញ្ចឹងបន្ទាប់ពីយើងផ្ដាច់គម្រោងអាចាស់ហើយយើងបញ្ចូលលុយរួចយើងចូលមកដល់របៀបភ្ជាប់គម្រោងថ្មីតែម្ដងគឺគម្រោង Cellcard AO Mobile 5G សម្រាប់របៀបភ្ជាប់គឺងាយទេគឺយើងគ្រាន់តែចុចផ្កាយ16 18ផ្កាយ150ត្រង់ជ្រុកហើយយើងចុចបញ្ជូនមកគឺជាការស្រេចបាទប៉ុន្តែដោយសារតែខ្ញុំបានភ្ជាប់គម្រោងនឹងរួចហើយខ្ញុំអត់ចុចបញ្ជូនទេខ្ញុំគ្រាន់តែបង្ហាញបងប្អូនទាំងគ្នាបានដឹងពីរបៀបភ្ជាប់ទេបាទអូខេអញ្ចឹងកន្លែងនេះដូចគ្នានៅពេលដែលយើងចុចផ្កាយ16 18ផ្កាយលេខ150ត្រង់ជ្រុកហើយយើងចុចបញ្ជូនរួចក្រុមហ៊ុន Cellcard នឹងផ្ញើសារមួយបញ្ជាក់ប្រាប់យើងថាយើងភ្ជាប់បានឬក៏មិនបានអញ្ចឹងណាបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងទេបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបើសិនជាបងប្អូនអត់យល់មានចម្ងល់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ Share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ